បាទសួស្តីអ្នកនរគ្នាសូមគំនិតសនាយក perspective ហើយថ្ងៃនេះគឺមានប្រធានបទថ្មីមួយទៀតដែលតកតងជាមួយនឹងគឺពិភពលោកក្រោយពេលស្លាប់ប្រធានបទហ្នឹងគឺវារៀងគួរឲ្យខ្លាចបន្តិចតែមិនអីទេប្រធានអ្នកនរគ្នាជួយចូលមកមើលមានន័យថាចង់ដឹងរឿងហ្នឹងដែរចូលយើងចាប់ដើមកាលពីអេពីសូតមុនគឺខ្ញុំបាននិយាយតកតងជាមួយនឹងសាសនាហើយវាមានភាពខុសគ្នាដូចជាសាសនាប៉ែកអឺរ៉ុបគឺជឿថាមានឋានសួគ៌មានឋាននរកហើយបើខាងអាស៊ីខាងពុទ្ធសាសនាវិញគឺជឿថាមានជាតិមុនជាតិក្រោយចាប់ជាតិដែលហៅថាសំសារាយហ្នឹងឯវិទ្យាសាស្ត្រវិញគឺគិតថាក្រោយពេលស្លាប់គឺអស់ហើយគឺជាទីបញ្ចប់គឺអស់ទាំងខ្លួនអស់ទាំងវិញ្ញាណគឺបាត់តែម្ដងតែពិភពលោកក្រោយពេលស្លាប់នោះវាមានមែនអត់មានណាគេធ្លាប់ស្លាប់ទេគឺមានណាគេដឹងទេបើស្លាប់ក៏អត់មានបានមកប្រាប់គេតគ្នាដែរបើស្លាប់បាត់ហើយអញ្ចឹងថ្ងៃហ្នឹងគឺយើងមកនិយាយពីពិភពលោកក្រោយពេលស្លាប់តើវាមានអីខ្លះតើធ្វើមិនបានដឹងថាវាមានអីឬក៏ឃើញអីក្រោយពេលស្លាប់វិធីទី1គឺស្លាប់ហើយហួរឡើងវិញតែករណីហ្នឹងគឺអត់មានកើតឡើងទេតែបើសិនជារយៈពេលខ្លីគឺមានដែលហៅថា near death experience ស្លាប់ហើយហួរឡើងវិញក្នុងរយៈពេលខ្លីមែនតើតែមិនប្រកាសថាអ្នកដែលមានបទពិសោធន៍ចិត្តស្លាប់ហ្នឹងគឺអាចបញ្ជាក់ប្រាប់យើងថានឹងឃើញអីចឹងទេត្រូវការមានលក្ខខណ្ឌទៀតចំពោះមនុស្សហ្នឹងទី1គឺគាត់ត្រូវចាំអ្វីទាំងអស់ដែលគាត់បានមើលឃើញហ្នឹងពេលដែលគាត់ចិត្តស្លាប់ហ្នឹងឬផុតដង្ហើមទី2គាត់ត្រូវជាមនុស្សដែលអាចឲ្យគេទុកចិត្តបានហើយជឿសម្ដីគាត់ទៀតបើសិនគាត់ជាមនុស្សធម្មតាយើងអត់ជឿគាត់ទេតោះតែគាត់ហ្នឹងមានអីពិសេសមួយដែលអាចឲ្យយើងជឿទៅគាត់ជឿសម្ដីគាត់ទី3គាត់មិនអាចទៅជា pastor ឬក៏គ្រូគង្វាលនៅក្នុងសាសនាពាក់ព័ន្ធជាមួយនឹងសាសនាអីទេឧទាហរណ៍ថា pastor ដែលជាគ្រូគង្វាលនៅក្នុងសាសនាគ្រិស្តហ្នឹងបើសិនជាគាត់ឆ្លងកាត់រឿងហ្នឹងហើយគាត់មកប្រាប់គេថាគាត់ឃើញឋានសួគ៌ឃើញអីអញ្ចឹងអ្នកជឿសាសនាគ្រឹះគឺជឿគាត់តែអ្នកអត់ជឿនៅតែអត់ជឿដដែលហ្នឹងដោយនេះនៅម្នាក់ហ្នឹងដំបូងឡើយគឺត្រូវអត់ជឿពីរឿងអីទាំងអស់ហើយអត់ទទួលស្គាល់ថាពេលមនុស្សស្លាប់ហ្នឹងមានអីបន្តទៀតមនុស្សហ្នឹងគឺអត់ដែរជឿពីរឿងហ្នឹងតែម្ដងគាត់ត្រូវឆ្លងកាត់ near death experience ហ្នឹងហើយឃើញវាហើយចាំពីវាបានអាចទៅរួចតើមនុស្សបែបហ្នឹងមានអត់វាពិបាករហមែនតែមានមួយចឹងថ្ងៃហ្នឹងគឺខ្ញុំណែនាំអ្នកទាំងអស់គ្នាឲ្យស្គាល់ពីប្រវត្តិគាត់ខ្លះក្នុងករណីដ៏ល្បីហ្នឹងនៅក្នុងឆ្នាំ2012មានមនុស្សម្នាក់បានសរសេរសៀវភៅមួយក្បាលដែលហៅថា Proof of Heaven ផុសតាងឋានសួគ៌សៀវភៅនេះគឺបានចេញលក់ភ្លាមគឺបានលក់អស់ជាង2លានក្បាលនៅក្នុងគណៈពេលហ្នឹងហើយព័ត៌មានធំៗនៅប្រទេសអាមេរិកគឺបានចុះផ្សាយពីវាអ្នកនរគ្នាអាចទៅ Google បានពីសៀវភៅហ្នឹងគឺល្បីមែនទែន Proof of Heaven ក្នុងសៀវភៅហ្នឹងគឺបានរៀបរាប់ពីស្ថានភាពនិងរូបភាពដែលគាត់ឃើញពេលដែលគាត់ក្បែរស្លាប់ដែលហៅថា near death experience យើងនិយាយមិញហ្នឹងមុននឹងគាត់ជួបប្រទះរឿងហ្នឹងគឺមានអ្នកផ្សេងធ្លាប់ឆ្លងកាត់ដូចគាត់ដែរប៉ុន្តែអត់ល្បីហេតុអីពួកអីអ្នកដែលសរសេរសៀវភៅហ្នឹងគឺជាមនុស្សម្នាក់ដែលមិនមែនដូចឯងធម្មតាទេគាត់គឺជា Dr. Eben Alexander ដែលជាគ្រូពេទ្យផ្នែកប្រព័ន្ធសរសៃប្រសាទខួរក្បាលដែលល្បីល្បាញទូទាំងពិភពលោកហើយពុករបស់គាត់ក៏ដូចគ្នាដែរគឺគ្រូសា Alexander ហ្នឹងគឺសិតតែជាគ្រូពេទ្យមេធាវីដែលជាអ្នកខ្លាំងនៅក្នុងសង្គមលោក Eben ក៏បានរៀនចប់សាកលវិទ្យាល័យនៅសាកលវិទ្យាល័យល្បីមួយនៅក្នុងប្រទេសអាមេរិកក្នុងឆ្នាំ1980ដែលហៅថា Duke University អ្នកដែលទៅរៀនឬក៏ធ្លាប់ដឹងឮពីសាកលវិទ្យាល័យនៅក្នុងប្រទេសអាមេរិកដែលល្បីគឺប្រហែលជាស្គាល់ Duke University ហ្នឹងហើយសាកលវិទ្យាល័យហ្នឹងគឺមានសិស្សទទួលបាន Nobel Prize ចំនួន12នាក់ហើយមានដូចជាប្រធានាធិបតីទី37របស់ប្រទេសអាមេរិក CEO របស់ក្រុមហ៊ុន Apple ហើយប្រពន្ធរបស់ Bill Gates ជាដើមគឺបានរៀនចប់នៅសាលាហ្នឹងអញ្ចឹងមានន័យថាអ្នកចប់នៅសាលាហ្នឹងគឺចេញមកគឺខ្លាំងទាំងអស់លោក Eben គឺបានក្លាយជាគ្រូពេទ្យវះកាសដ៏ជំនាញម្នាក់ខាងសរសៃប្រសាទខួរក្បាលមួយជីវិតរបស់គាត់គឺសិក្សាពីប្រព័ន្ធសរសៃប្រសាទខួរក្បាលរបស់មនុស្សយើងបែបវិទ្យាសាស្ត្រហើយគាត់ជាអ្នកវិទ្យាសាស្ត្រដែរគាត់ដាច់ខាតគឺមិនជឿទៅអ្វីដែលមានក្រោយដែលពេលយើងស្លាប់ហ្នឹងគឺគាត់ជឿថាស្លាប់ហើយគឺចប់ហើយគឺអត់មានអីនៅក្រោយហ្នឹងទៀតទេគាត់បានជួយសង្គ្រោះមនុស្សច្រើនអ្នកមែនទែននៅពេលវះកាត់ខួរក្បាលឲ្យអ្នកជំងឺរបស់គាត់ហ្នឹងមានអ្នកជំងឺច្រើនអ្នកបានជីវិញបានប្រាប់គាត់ថាពួកគាត់បានឃើញ near death experience ហ្នឹងគ្រប់គ្នាក្នុងនោះមានអ្នកជំងឺម្នាក់បានប្រាប់គាត់ថាពេលដែលគាត់លោក Eben ហ្នឹងជួយសង្គ្រោះលើគាត់លើអ្នកជំងឺហ្នឹងគឺបានឃើញខ្លួនឯងនៅក្នុងកន្លែងមួយដ៏ល្ងឹតដូចជារូងភ្នំមួយហើយមើលទៅពីចង្អាយដូចឃើញមានភ្លឺមកអ្នកជំងឺហ្នឹងគឺបានដើរទៅមុខកាត់តាគៀកទៅឃើញភ្លឺហ្នឹងចេញពណ៌សហើយគាត់បានចូលក្នុងភ្លឺហ្នឹងហើយអ្វីជុំវិញខ្លួនគាត់ហ្នឹងគឺសិតតែពណ៌សទាំងអស់ភ្លឺមែនតើហើយនៅក្បែរខ្លួនគាត់ហ្នឹងគឺលេចចេញមនុស្សផងម្នាក់ហើយនិយាយទៅការគាត់ថាគាត់អត់ទាន់ដល់ពេលមកហ្នឹងទេប្រញាប់ទៅវិញទៅហើយគាត់ក៏មានអារម្មណ៍ថាធ្លាក់ចុះក្រោមដីយ៉ាងលឿនតែមកគឺត្រឡប់មកខ្លួនគាត់នៅលើខែដែលគាត់គេងហ្នឹងហើយក៏គាត់ភ្ញាក់តាមហ្នឹងទៅអ្នកជំងឺហ្នឹងគឺបានប្រាប់ទៀតថាមនុស្សផលដែលគាត់ឃើញហ្នឹងគឺជាឪពុករបស់គាត់ដែលបានស្លាប់ហើយមានអ្នកជំងឺផ្សេងទៀតបាននិយាយដូចគ្នាទៅកាន់លោក Eben ដោយសារតែលោកគឺជាគ្រូពេទ្យសរសៃប្រសាទខួរក្បាលអញ្ចឹងគាត់អត់សូវជឿលើរឿងបែបហ្នឹងទេគឺគាត់ជឿលើវិទ្យាសាស្ត្រខ្លាំង
គាត់ថាអាហ្នឹងវាគ្រាន់តែជាការចងចាំខុសរបស់ពួកគាត់ទេវាមិនមែនជាឬការពិតទេឬក៏អាចជាសបិនតែមនុស្សភាគច្រើនគឺមានករណីដូចគ្នាហើយគាត់ក៏ពិបាកបកស្រាយដែររឿងហ្នឹងអ្នកជំនាញគាត់ប្រាប់គាត់ចឹងគាត់ក៏មិនដឹងថាមិនដែរព្រោះគាត់បានឆ្លងកាត់ខ្លួនគាត់តែគាត់នៅតែជឿលើវិទ្យាសាស្ត្រក្រោយមកសមាគមវិទ្យាសាស្ត្ររបស់ប្រទេសអាមេរិកគឺបានធ្វើការស្រាវជ្រាវលើរបាយការណ៍របស់ Near Death Experience ក៏បានផ្ទះឃើញថាចំណុចដូចគ្នាច្រើនមែនទែនហើយមានករណីផ្សេងដែរករណីពិសេសទី1គឺកើតឡើងនៅក្នុងឆ្នាំ1985មាននារីម្នាក់គឺបានឲ្យគេបញ្ជូនទៅបន្ទប់សង្គ្រោះបន្ទាន់ក្រោយពីនារីនោះភ្ញាក់ឡើងគាត់បានថាគាត់ឃើញគ្រូពេទ្យទាំងអស់កំពុងជួយសង្គ្រោះគាត់ហើយគាត់ឃើញខ្លួនគាត់ដេកលើខែហ្នឹងហើយគាត់អណ្ដែតចេញពីខ្លួនគាត់ហើយអណ្ដែតផុតពីដានហ្នឹងទៀតឡើងទៅដល់លើដំបូលពេទ្យហើយឈរនៅលើដំបូលហ្នឹងគឺមើលជុំវិញពេទ្យហ្នឹងយ៉ាងច្បាស់មែនតើហើយគាត់បានឃើញស្បែកជើងពណ៌ក្រហមជ្រុះនៅលើដំបូលហ្នឹងមួយតោះមកគឺគាត់បានធ្លាក់ចូលក្នុងខ្លួនគាត់វិញក្រោយពេលដែលគាត់មើលឃើញអីហ្នឹងហើយក្រោយមកពេលដែលគាត់ភ្ញាក់គាត់បាននិយាយជាមួយនឹង nurse ថាគាត់មុនហ្នឹងគឺឃើញស្បែកជើងពណ៌ក្រហមនៅលើដំបូលពេទ្យ nurse ហ្នឹងគឺគាត់ថាបើឲ្យគាត់សម្រាប់សិនចោះកុំគាត់គិតច្រើនពេកហើយគាត់ស្មៅណាក្រោយមកទៀតnurse ម្នាក់ហ្នឹងគឺគាត់បានឡើងទៅដល់ដំបូលដែលចៃដនណាក៏ពិតជាបានឃើញស្បែកជើងក្រហមនៅលើហ្នឹងមែនហើយគាត់បានភ័យយ៉ាងខ្លាំងព្រោះអីនៅលើដំបូលហ្នឹងគឺអត់មានអនុញ្ញាតឲ្យអ្នកជំងឺឡើងប្រទេសផ្ដាស់ទេហើយនារីដែលជាអ្នកជំងឺដែលប្រាប់គាត់ថាឃើញបើជើងក្រហមហ្នឹងគឺបានឲ្យគេបញ្ជូនមកមន្ទីរពេទ្យហ្នឹងដល់ចៃដន្យភ្លាមហើយនៅលើខែរបស់គាត់រហូតទេគាត់បានឡើងដល់គាត់បានធ្វើដំណើរចុះពីលើខែគាត់ឡើងដល់លើដំបូលទេអញ្ចឹងវាពិបាកបកស្រាយមែនរឿងហ្នឹងហើយមានករណីល្បីមួយទៀតគឺកាត់ឡើងនៅក្នុងឆ្នាំ1973មាននារីម្នាក់គាត់បានជួបគ្រោះថ្នាក់ចរាចរណ៍ហើយគឺបានឲ្យគេបញ្ជូនទៅមន្ទីរពេទ្យនៅពេលដែលពេទ្យកំពុងជួយសង្គ្រោះគាត់ហ្នឹងគឺគាត់បានមើលឃើញខ្លួនឯងដូចគ្នាតែគាត់អត់ហោះទេគាត់ឈរនៅហ្នឹងមើលពេទ្យជួយគាត់ហើយគាត់ចាំមុខពេទ្យចាំឧបករណ៍និងរបស់ពេទ្យហ្នឹងដែលដាក់ជុំវិញខ្លួនគាត់ហ្នឹងគឺចាំទាំងអស់ហើយពេទ្យប្រហែលអ្នកអីគាត់ដឹងទាំងអស់ពេលដែលគាត់ភ្ញាក់គាត់ជាវិញគឺគាត់បាននិយាយទៅកាន់ពេទ្យរបស់គាត់ភ្លាមថាពេលហ្នឹងគឺពេទ្យដែលវះកាត់គាត់ហ្នឹងគឺបានភ្ញាក់ផ្អើលយ៉ាងខ្លាំងព្រោះអីការនិយាយរបស់គាត់ហ្នឹងគឺត្រឹមត្រូវទាំងអស់គឺគាត់ហៀបរាប់ពីពេទ្យពីរបស់របរពីពេទ្យប្រហែលអ្នកអីក្នុងហ្នឹងគឺដូចនឹងការពិតទាំងអស់តែអ្វីដែលមិនគួរឲ្យជឿជាក់គឺនារីម្នាក់ហ្នឹងគឺខ្វាក់ពីកំណើតមានន័យថានេះជាលើកទី1របស់គាត់ដែលឃើញរូបភាពទាំងអស់ហ្នឹងបើតាម logic វិញរូបភាពទាំងអស់ហ្នឹងគឺមិនអាចកាត់ចេញពីការចងចាំខួរក្បាលរបស់គាត់ទេព្រោះអីគាត់ខ្វាក់ពីកំណើតចឹងគាត់អត់ដែលឃើញពណ៌អត់ដែលឃើញអីទេតែហេតុអីបានគាត់ហៀបរាប់មកដូចនឹងអ្វីដែលគាត់ឆ្លងកាត់ហ្នឹងករណីហ្នឹងក៏ជាករណីល្បីគ្រាន់បើដែរតែទោះបីមានករណីច្រើនមែនតើដែលមិនគួរជឿជាក់កើតឡើងតែពួកគាត់គឺពិបាកធ្វើឲ្យអ្នកផ្សេងជឿព្រោះអីពួកគាត់គ្រាន់ជាមនុស្សធម្មតាដល់ពេលពួកគាត់ជាមនុស្សធម្មតានិយាយប្រាប់គេគ្រាន់តែចាត់ទុកថាគាត់អាហ្នឹងជាការស្មើស្វែងរបស់គាត់ទេវាមិនមែនជាការពិតទេដូចនេះក្រោយពេលដែលលោក Eben បានដឹងពីករណីទាំងអស់ហ្នឹងហើយគាត់ក៏មានអារម្មណ៍ថាធម្មតាដូចអត់មានអីផងព្រោះគាត់អត់ដែលជឿរឿងនោះតាំងពីដើមគាត់ដឹងឮច្រើនមែនតើគឺតែជំងឺគាត់ប្រាប់អាសាប្រាប់គាត់រឿង Near Death Experience ហ្នឹងរហូតដល់ឆ្នាំ2008គឺគាត់បានឆ្លងកាត់រឿងហ្នឹងផ្ទាល់ខ្លួនតែម្ដងបានធ្វើឲ្យគំនិតគាត់និងការគិតរបស់គាត់ពីមុនហ្នឹងគឺផ្លាស់ប្ដូរទាំងអស់នៅយប់ថ្ងៃទី10ខែវិច្ឆិកាឆ្នាំ2008គាត់គេងនៅផ្ទះដូចធម្មតាប្រហែលជាម៉ោង3 4ភ្លឺហ្នឹងគឺគាត់បានមានអារម្មណ៍ថាខ្នងគាត់និងក្បាលរបស់គាត់ហ្នឹងគឺឈឺខ្លាំងមែនតើឈឺមកទំហឹងហ្មងគាត់ចង់ងើបអង្គុយយ៉ាងខ្លាំងតែងើបអត់រួចហើយក៏ស្លាប់ស្ដុកស្ដឹងនៅលើខែរបស់គាត់ទៅពេលហ្នឹងប្រពន្ធរបស់គាត់គឺគេងជាប់គាត់ដឹងថាគាត់ហ្នឹងមានហើតិចដែរមានកម្រើកដែរប៉ុន្តែគឺអត់បានគិតច្រើនព្រោះអីអត់មានលឺសំឡេងប្តីគាត់ស្រែកហៅអញ្ចឹងទៅគាត់ក៏គេងទៅវិញទៅរហូតដល់ម៉ោង5 6ភ្លឺពេលព្រឹកហ្នឹងប្រពន្ធគាត់បានភ្ញាក់ឡើងតែឃើញប្តីរបស់គាត់ហ្នឹងគឺអត់មានកម្រើកអីសោះហើយក៏បានបញ្ជូនគាត់ទៅមន្ទីរពេទ្យភ្លាមគឺបញ្ជូនទៅមន្ទីរពេទ្យដែលគាត់ធ្វើការរាល់ថ្ងៃហ្នឹងពេទ្យពិនិត្យទៅលើគាត់ក៏បានដឹងថាគាត់កើតជំងឺរលាកសោមឆ្អឹងខ្នងគឺខួរក្បាលយើងហ្នឹងនិងឆ្អឹងខ្នងគឺមានសោមមួយស្ដើងដែលគ្របពីលើហ្នឹងហើយសោមឆ្អឹងខ្នងរបស់គាត់ហ្នឹងគឺបានរលាកដោយសារបាក់តេរីគឺជាជំងឺគ្រោះថ្នាក់មែនទែនភាគច្រើនមនុស្សដែលកើតជំងឺហ្នឹងគឺ 90% អាចនឹងស្លាប់ហើយទោះបីរស់មកវិញក៏ដោយក៏មានប៉ះពាល់យ៉ាងខ្លាំងដែរគឺមាន side effect គឺអាចពិការមួយជីវិតពេលហ្នឹងគឺអត់ទាន់មានករណីណាដែលថាកើតជំងឺហ្នឹងហើយជាវិញធម្មតាដូចគេដូចឯងទេគឺអត់ទេបើជាវិញក៏ពិការដែរក្រោយពេលដែលគ្រូពេទ្យផ្សេងបានជួយសង្គ្រោះគាត់គឺគាត់នៅតែស្លាប់ហើយស្លាប់បាត់ស្មារតីអស់លេងរយៈពេលមួយអាទិត្យក្រោយពេទ្យក៏បានប្រាប់ថាបើស្លាប់លើពីមួយអាទិត្យនឹងក្លាយជាមនុស្សរុក្ខជាតិតែដល់ពេលថ្ងៃចុងក្រោយហ្នឹងគាត់បានភ្ញាក់ហើយសំណាងធំបំផុតរបស់គាត់គឺអត់មាន sequela គឺគេហៅថា side effect ហ្នឹងគឺជំងឺដែលក្រោយពេលជាហ្នឹងគឺគាត់អត់មានគឺគាត់ជាមកដាច់យកហ្មងអត់មានជំងឺអីមកពីក្រោយទៀតទេហើយក៏បានខ្លាយទៅជាករណីដំបូងដែលកើតជំងឺរាកសោមឆ្អឹងខ្នងហ្នឹងហើយជាវិញ 100% និយាយដល់កន្លែងហ្នឹងគឺថារឿងហ្នឹងគឺជារឿងដ៏ល្អមួយដែលគាត់បានកើតជំងឺហើយក៏ជាសះស្បើយវិញតែចំពោះខ្លួនគាត់វាគ្រាន់តែជាការចាប់ផ្ដើមប៉ុណ្ណោះបន្ទាប់ពីគាត់បានចាក់ចេញពីពេទ្យហ្នឹងការងារគាត់ដំបូងគេគឺរត់ទៅពេទ្យវិញ
គឺអូសយករបាយការណ៍នឹងទិន្នន័យចាក់តងជាមួយនឹងខួរក្បាលគាត់ពេលដែលគាត់ស្លាប់ហ្នឹងគឺយកមកមើលពេលដែលគាត់មើលទៅលើរបាយការណ៍ទាំងអស់ហ្នឹងហើយគឺគាត់កៀងតែម្ដងគឺគាត់និយាយលេងចេញទស្សនៈនិងគំនិតរបស់គាត់ពីមុនគឺបានរលាយខ្ទេចគ្មានសល់គាត់ថាពេលដែលគាត់ឃើញទិន្នន័យទាំងអស់ហ្នឹងគឺរូបភាពដែលគាត់ឃើញនៅពេលដែលគាត់ស្លាប់ហ្នឹងក្នុងទិន្នន័យហ្នឹងគឺមិនអាចបកស្រាយតាមវិទ្យាសាស្ត្របានទេសំណួរសួរថាគាត់ឃើញអីខ្លះចុះអ្នកនរគ្នាបញ្ចង់ដឹងថាគាត់ឃើញអីសូមតាមដាន part 2 បាយបាយSo high I'm hypnotized. What's up is down, what's left is right. Chasing stars and